Taថ្ងៃនេះយើងមកធ្វើម្ហូបបែបខ្មែរយើងពិតៗញ៉ាំជុំគ្រួសារតែម្ដងហើយម្ហូបរបស់ខ្ញុំថ្ងៃហ្នឹងបងប្អូនមើលគឺប្រកាសជាស្គាល់ហើយគឺប្រហុកចិញ្ច្រាំក្រសាំងនឹងឯងហើយប្រហុកចិញ្ច្រាំក្រសាំងរបស់ខ្ញុំថ្ងៃហ្នឹងគឺពិសេសមែនទែនបើសិនជាបងប្អូនចង់ដឹងថាពិសេសអ្វីខ្លះបងប្អូនអាចទស្សនាវីដេអូឲ្យដល់ចប់បានណាបាននិយាយពីមុខម្ហូបមួយមុខនេះវិញគឺងាយស្រួលធ្វើមែនតើចំពោះផ្នែកបន្លែវិញយើងគ្រាន់តែលាងទឹកនិងចិតឲ្យស្អាតទុកមួយឡែកសិនមកហើយចំពោះប្រហុកវិញគឺយើងគ្រាន់តែកញ្ច្រាំនិងលាយគ្រឿងតិចតួចគឺបានញ៉ាំហើយចំណែកឯចំណុចពិសេសរបស់ខ្ញុំនៅថ្ងៃនេះវិញគឺខ្ញុំធ្វើប្រហុកកសាំងជាមួយនឹងក្រសាំងសម្ងួតខាងគ្រឿងលួងសាបារ៉ាបងប្អូនចាំបាច់ភ័យខ្លាចថាអូខែហ្នឹងមិនមែនខែកសាំងអត់មានក្រសាំងទៅធ្វើប្រហុកឬមួយក៏ធ្វើមកជូរស្លអីទេចំពោះគ្រឿងលួងសាបារ៉ាគឺយើងមានក្រសាំងសម្ងួតទុកជូនបងប្អូនបានគ្រប់រដូវកាលតែម្ដងបងប្អូនណាដែលអត់ទាន់ចេះធ្វើប្រហុកកសាំងអាចមើលវីដេអូនេះបាននិយាយទៅស្រួលមែនទែនយើងក៏ច្រានប្រហុករបស់យើងនឹងឲ្យម៉ត់ហើយដាក់ខ្ទឹមដាក់ជាមួយនឹងម្ទេសដើម្បីកាត់ជាតិឆ្អាបបន្ទាប់មកយើងធ្វើការដាក់ក្រសាំងសម្ងួតរបស់យើងចូលចំពោះក្រសាំងសម្ងួតនេះដែរបងប្អូនអត់ចាំបាច់យកទៅត្រាំទឹកទេណាគឺយើងយកចិញ្ច្រាំដាក់ជាមួយនឹងប្រហុកអញ្ចឹងទៅគឺវារីកខ្លួនឯងហ្មងយើងអត់ចាំបាច់យកទៅត្រាំទឹកសិនទេមិនថាយកមកចិញ្ច្រាំឬមួយក៏យកទៅស្លឯងក្រសាំងរបស់យើងគឺចេញជាតិជូរឆ្ងាញ់ស្រស់តែម្ដងអញ្ចឹងឥឡូវនេះយើងធ្វើការដាក់គ្រឿងខ្ញុំធ្វើការដាក់ប៊ីចេងមួយស្លាបព្រាជាមួយនឹងស្ករ2ស្លាបព្រាបងប្អូននិយាយតែប្រហុកយើងរៀងច្រើនដែរដាក់ទៅកុំឲ្យវាប្រៃពេកហើយយើងធ្វើការចិញ្ច្រាំចូលគ្នាឲ្យម៉ត់អញ្ចេះមកបន្ទាប់មកយើងធ្វើការដាក់ជីកច្រាំចូលគ្នាឲ្យម៉ត់អញ្ចឹងដែរខ្ញុំធ្វើការដាក់ជីម្វងហើយនឹងជីរណាព្រោះជីពីរមុខនេះពិតជាត្រូវមែនតែនជាមួយនឹងប្រហុកចិញ្ច្រាំកសាំងហើយមានលក់ស្រស់ៗអញ្ចឹងទៀតមកគឺរឹតតែតំណងមែនតែនហ្មងឥឡូវនេះបងប្អូនអត់ចាំបាច់ហត់នឹងពូកសាំងរឹងដូចដុំថ្មទៀតទេមានតែកសាំងសម្ងួតគ្រឿងលួងសាបារ៉ាចង់ញ៉ាំកសាំងរដូវណាក៏បានហើយឆ្ងាញ់ស្រស់ៗដូចទឹកបេះមកពីដើមអញ្ចឹង